ស្ទៀវភូមិមួយនោះអូយនិយាយរឿងស្ទៀវភូមិមួយនោះវាស្រួលឡើងស្រួលចោះគេភ័យរត់អស់គ្មានបានរំអូយភូមិបាសដល់ណាឃើញមុខវាច្បាស់ទីនោះហើយភូមិបាសដល់ណាឃើញមុខវាច្បាស់ទីនោះហើយសំឡក់សំឡឹងមិនយូរឡើយច្បាស់វាយគេហើយរត់ឲ្យព្រាតក្រវល់ធំវាថាពាក់ចំទាន់សម័យហើយយ៉ាក្រវល់ធំវាថាពាក់ចំទាន់សម័យបើមានអ្នកជំនោលថ្មីចាំមើលវាវាយអួតគ្នាវាអូយនិយាយរឿងស្ទៀវភូមិមួយនោះអូយនិយាយរឿងស្ទៀវភូមិមួយនោះវាស្រួលឡើងស្រួលចោះគេភ័យរត់អស់គ្មានបានរំអូយស្រវឹងតិចទួចចារឹកវាខូចដើររករឿងស្រវឹងតិចទួចចារឹកវាខូចដើររករឿងអីប៉ាំងដៃអីប៉ាំងជើងមិនថាក្រមបំប្រុសឬស្រីថ្ងៃមុនធ្វើខ្លាំងក៏ត្រូវគេដាក់ប៉ុន្មានដៃហើយយ៉ាថ្ងៃមុនធ្វើខ្លាំងក៏ត្រូវគេដាក់ប៉ុន្មានដៃប៉ូលីសនៅក្នុងភូមិអីគុំវារាល់ថ្ងៃចាំតែចាប់អូយនិយាយរឿងស្ទៀវភូមិមួយនោះហើយយ៉ាអូយនិយាយរឿងស្ទៀវភូមិមួយនោះវាស្រួលឡើងស្រួលចោះគេភ័យរត់អស់គ្មានបានរំអូយអូយនិយាយរឿងស្ទៀវភូមិមួយនោះអូយនិយាយរឿងស្ទៀវភូមិមួយនោះវាស្រួលឡើងស្រួលចោះគេភ័យរត់អស់គ្មានបានរំអូយភូមិបាសដល់ណាឃើញមុខវាច្បាស់ទីនោះហើយភូមិបាសដល់ណាឃើញមុខវាច្បាស់ទីនោះហើយសំឡក់សំឡឹងមិនយូរឡើយច្បាស់វាយគេហើយរត់ឲ្យព្រាតក្រវល់ធំវាថាពាក់ចំទាន់សម័យហើយយ៉ាក្រវល់ធំវាថាពាក់ចំទាន់សម័យបើមានអ្នកជំនោលថ្មីចាំមើលវាវាយអួតគ្នាវាអូយនិយាយរឿងស្ទៀវភូមិមួយនោះអូយនិយាយរឿងស្ទៀវភូមិមួយនោះវាស្រួលឡើងស្រួលចោះគេភ័យរត់អស់គ្មានបានរំអូយស្រវឹងតិចទួចចារឹកវាខូចដើររករឿងស្រវឹងតិចទួចចារឹកវាខូចដើររករឿងអីប៉ាំងដៃអីប៉ាំងជើងមិនថាក្រមបំប្រុសឬស្រីថ្ងៃមុនធ្វើខ្លាំងក៏ត្រូវគេដាក់ប៉ុន្មានដៃហើយយ៉ាថ្ងៃមុនធ្វើខ្លាំងក៏ត្រូវគេដាក់ប៉ុន្មានដៃប៉ូលីសនៅក្នុងភូមិអីគុំវារាល់ថ្ងៃចាំតែចាប់អូយនិយាយរឿងស្ទៀវភូមិមួយនោះហើយយ៉ាអូយនិយាយរឿងស្ទៀវភូមិមួយនោះវាស្រួលឡើងស្រួលចោះគេភ័យរត់អស់គ្មានបានរំអូយ